ចង់សូមអង្វរកម្ពុជាឲ្យបើកច្រករកស៊ីជាមួយថៃប្រើផលិតផលថៃវិញដោយទុកបញ្ហាចំនួនព្រំដែនសង្គ្រាមឈ្លានពានដដែលហើយពន្យាពេលក្នុងការចរចាព្រំដែនទឹកដីដែលថៃកាន់កាប់ឈ្លានពានលួចប្លន់ប៉ុណ្ណាទុកប៉ុណ្ណឹងសិនតែសំខាន់គឺបើកច្រកដើម្បីរកស៊ីឲ្យកម្ពុជាទិញអីវ៉ាន់ថៃវិញមកបាទនេះគឺជារឿងដែលនាយករដ្ឋមន្ត្រីអនុទិនចង់សូមអង្វរកម្ពុជាឲ្យបើកច្រកវិញពុកម៉ែបងប្អូនបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសថៃហើយរហូតមានពាក្យថាជំងឺអាស៊ីទៀតហើយមកទល់ពេលនេះគឺពាក់ព័ន្ធជាមួយនឹងសង្គ្រាមមជ្ឈិមបូព៌ាដែលមានទំហំនៃការខូចខាតធំធេងមែនទែនពុកម៉ែបងប្អូនឈានដល់ប្រទេសបារាំងក៏ចង់ចូលរួមសង្គ្រាមហើយក៏មានភាពតានតឹងនៅក្នុងថ្ងៃនេះទី4ខែ3ឆ្នាំ2026នេះភាពតានតឹងរវាងអាមេរិកនិងអេស្ប៉ាញបន្ទាប់ពីអេស្ប៉ាញមិនឲ្យមូលដ្ឋានទ័ពអាមេរិកចោះចតយន្តហោះអីជាដើមអញ្ចឹងទៅដោយសារតែអេស្ប៉ាញគេខ្លាចដែរថាមិនមែនខ្លាចអីទេគឺថាមិនចង់ឲ្យទាញខ្លួនឯងចូលក្នុងសង្គ្រាមជាមួយនឹងអាមេរិកលឿនពេកហើយវាការពារដែលអ៊ីរ៉ង់បាញ់ស្រោចមីស៊ីលកំទេចមូលដ្ឋានទ័ពអាមេរិកទៅវាប៉ះពាល់ដល់ប្រទេសអេស្ប៉ាញដែរហើយខ្ញុំឃើញប្រធានាធិបតីមាត់ឆៅលោកដូណាល់ត្រាំគឺគាត់ចូលចិត្តបរិហាគេនៅកណ្ដាលមុខចំណុំចំណោមមនុស្សលោកដូណាល់ត្រាំនេះគឺមនុស្សក្រុងរៀបយល់ចិត្តខ្លួនឯងមិនសូវចេះខ្លាចញើតណាគេទេត្រូវថាភងផាំងហ្មងអាហ្នឹងគឺតាត្រាំហ្នឹងគឺអញ្ចឹងហើយគាត់និយាយកដាលចំណុំចំណោមសារព័ត៌មានថាអេស្ប៉ាញនឹងមិនល្អទេអញ្ចឹងចុះដោយសារមិនបានផ្ដល់ផលប្រយោជន៍គាត់ហើយគាត់ចង់សើរើអំពីពាណិជ្ជកម្មអេស្ប៉ាញជាមួយនឹងអាមេរិកទៀតដែលអេស្ប៉ាញមានទឹកប្រាក់21,000 លានដែលចំណេញពីអាមេរិកហើយអាមេរិកជួញចូលនៅក្នុងអេស្ប៉ាញដល់ទៅ26,000 លានបាទអញ្ចឹងលើសអេស្ប៉ាញទៅទៀតអញ្ចឹងចង់កាត់ពាណិជ្ជកម្មអញ្ចឹងអាវុធរបស់អាមេរិកគឺពាក់ព័ន្ធនឹងពាណិជ្ជកម្មហ្មងបាទអាហ្នឹងគឺជាអាវុធមួយក្នុងចំណោមអាវុធផ្សេងទៀតនៃចិត្តសាស្ត្រសង្គ្រាមរបស់គាត់ហើយអញ្ចឹងទៅដល់ពិនិត្យមើលទៅចង់អីណាបញ្ចប់ឬក៏ចង់បិទអីហ្នឹងគឺមិនអាចនិយាយជាមួយអេស្ប៉ាញតែមួយបានទេដោយសារតែអេស្ប៉ាញគេជាប្រព័ន្ធសហគមន៍អឺរ៉ុបបើចង់និយាយជាមួយអឺរ៉ុបតែម្ដងมันអាចចង់បិទគឺបិទចង់បើកគឺបើកអាហ្នឹងឃើញដែលគេនិយាយអំពីការពង្រឹងសន្តិសុខនៅក្នុងសមាគមអឺរ៉ុបដែលខ្ញុំតែងតែលើកថាសមាគមអាស៊ានហ្នឹងគឺត្រូវតែមានលក្ខខណ្ឌជា power ចងឲ្យវាមានអំណាចឡើងវិញអត់មានអំណាចសោះអាស៊ានណាអាហ្នឹងគឺឆ្លុះបញ្ចាំងអាក្រក់ជាងគេគឺសង្គ្រាមចុងក្រោយរវាងកម្ពុជាជាមួយនឹងថៃឈ្លានពាននឹងតែម្ដងដែលបង្ហាញពីអសមត្ថភាពរបស់អង្គការអាស៊ានបដ ாய் បាទចុះពាក់ព័ន្ធអីរឿងជាមួយថៃដែលសុំកម្ពុជាបើកឲ្យមិនព្រមលើកតបទៅវិញនេះថៃជួបវិបត្តិសន្តិសុខសេដ្ឋកិច្ចខ្លាំងហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងបញ្ហាភូមិក៏កំពុងតែរកគួនរាវឆានដែរហើយម៉ាឡេស៊ីក៏រកគួនរាវឆានដែរហើយបិទពហិការមិនប្រើតំណែងថៃដែលត្រូវបញ្ជូនមកប្រទេសជិតខាងគ្រប់វិស័យទាំងអស់ដួលមិនត្រឹមតែផលិតផលទេសូម្បីតែទេសចរដែលម៉ាឡេស៊ីគេផ្អាកមិនឲ្យទេសចរមកលេងទៀតហើយកម្ពុជាយើងគឺ100% គឺមិនទៅហើយអញ្ចឹងមួយទៀតគឺការដឹកជញ្ជូនទៅសហគមន៍សហរដ្ឋអាមេរិកចុះបើអាមេរិកមានបញ្ហាមានការបាញ់បោះមានសង្គ្រាមហើយតើវាអាចរាំងស្ទះការដឹកជញ្ជូនឬអាចរាំងស្ទះការផលិតអីដែរទេបាទច្បាស់ណាស់គឺទូកធំក្តោងធំទូកតូចក្តោងតូចខ្មែរយើងបើទុកណាខាតក៏ក្នុងទម្រង់តូចឯថៃគឺជាគេហៅថាទូកធំក្តោងធំបាទជាងខ្មែរយើងអញ្ចឹងគឺរងប៉ះពាល់ហើយស្រាប់តែចង់សុំចរចាជាមួយខ្មែរយើងបាទហើយចង់ដោះស្រាយសិទ្ធិសន្យាជាមួយប្រជាជនអានេះឲ្យតែបានឈ្នះឆ្នោតសិនបាទអញ្ចឹងក្នុងយុទ្ធនាការបោះឆ្នោតសម្រាប់បងប្អូននិស្សិតគួរតែសិក្សារៀនសូត្រអំពីយុទ្ធសាស្ត្រយកឈ្នះដែរបាទបញ្ហាទាំងអស់នេះហើយដែលជាបញ្ហាធ្វើឲ្យមានការកកស្ទះចុះសម្រាប់កម្ពុជាប៉ះពាល់មានការប៉ះពាល់ហើយក្នុងវីដេអូនេះខ្ញុំក៏ចង់លើកអំពីគេហៅថាយន្តការសម្រាប់ការត្រៀមខ្លួនត្រៀមលក្ខណៈទប់ទល់អំពីស្ថានភាពសង្គ្រាម
តំបន់មជ្ឈិមបូព៌ាដែលទាញដល់15ប្រទេសចូលរួមហើយមែនតើខ្ញុំមិនដែលឃើញលោកនេតាន់យ៉ាហ៊ូមានអេរយាប័តទុនដាក់ពូទីនណាទឹកលើកនេះបងប្អូនមើលនៅក្នុងវីដេអូគឺកម្រឃើញលោកនេតាន់យ៉ាហ៊ូនេះគឺទុនភ្លុនអាណេបអាណប់អែបអបញឹមញែមគួសមអីដាក់អត់ងាយដាក់នរណាទេបងប្អូនទឹកតែឃើញទៅចរចាជាមួយលោកពូទីននេះដោយសារតែมันអាចសម្របសម្រួលជាមួយនឹងមេដឹកនាំអ៊ីរ៉ង់បានហើយដែលគិតថាលោកពូទីនគឺនឹងអាចនិយាយជាមួយនឹងអ៊ីរ៉ង់បានហ្នឹងគឺថាចង់ប្រើល្បិចបើខ្ញុំមើលខ្ញុំថាវាជាល្បិចតែប៉ុណ្្នឹងទេទី1គឺចង់លោចង់សាកចង់លបួងលួងលោមកុំឲ្យរុស្ស៊ីចូលដៃជាមួយនឹងអ៊ីរ៉ង់ទី2គឺចង់ចរចាអញ្ចឹងដើម្បីលោសាកសមត្ថភាពឲ្យអ៊ីរ៉ង់ផ្អាកហើយដើម្បីគេរៀបចំយុទ្ធវិធីវាយអ៊ីរ៉ង់ទៀតឃើញទេអ៊ីស្រាអែលខ្លាំងណាស់មិនមែនត្រឹមតែអនុវត្តទេទ្រឹស្ដីទៀតណាបាទមិនត្រឹមតែទ្រឹស្ដីតែអនុវត្តទៀតណាបាទនៅក្នុងរបៀបនៃការប្រយុទ្ធនេះខ្ញុំមើលឃើញក្នុងសម័យបុរាណខ្មែរយើងក៏ចឹងដែរដោយកូណាសូរិយមន្តទី2ចង់វាយចម្ប៉ាអញ្ចឹងគឺថាទៅនិយាយចរចាហេតុផលគម្រាមកំហែងទៅដៃវៀតភ្លាមនគរដៃវៀតគឺវៀតណាមដើម្បីទៅវាយដៃវៀតសម័យនោះគឺទៅចរចាជាមួយនគរសុងភ្លាមមហាសុងភ្លាមឲ្យមហាសុងជួលវាយទៅនេះទៅនោះអញ្ចឹងទៅអាហ្នឹងគឺយុទ្ធសាស្ត្រវាយគឺអញ្ចឹងហ្មងគឺត្រូវការមិត្តឬក៏អមិត្តកុំឲ្យមិត្តនឹងមកលូកលាន់ឬក៏ឆ្លៀតឱកាសអញ្ចឹងអ៊ីស្រាអែលចង់ប្រើល្បិចលួងលោមពូទីនដើម្បីគេហៅថាបង្អាក់កុំឲ្យពូទីនលូកដៃហើយអេរយាបត់ទុនភ្លុនញញឹមញែមគួសមដូចថាមនុស្សខ្សោយដាក់ពូទីនបងប្អូនងាយហ្មងបាទมันងាយឃើញលោកនេតាន់យ៉ាហ៊ូអញ្ចឹងគឺថាសំដីម៉ាំងលើឆាកគឺសាហាវមើងម៉ាត់ផ្លឹងម្ដងបាទហើយកម្រិតខួរក្បាលអ្នកទាំងពីរគឺឆ្លាតដូចគ្នាប្រកែដូចគ្នាប្រកែរក្សាជំហរខ្លួនឯងណាខួរក្បាលបើយោងទៅតាមថ្ងៃខែឆ្នាំកំណើតរបស់ពូទីនហើយនឹងសម្ដេចធិបតីហើយនឹងលោកនេតាន់យ៉ាហ៊ូដូចគ្នាខែដូចគ្នាបាទខែចំផ្កាយប្រពហគឺថាមានប្រាជ្ញាស្មារតីកម្រិតសិក្សារៀនសូត្រខ្ពង់ខ្ពស់ឬក៏បើមិនបានខ្ពង់ខ្ពស់អីក៏មានប្រាជ្ញាឆ្លាតឆ្លៀសវៃដែរបាទហើយចចំឆ្នាំនេះគឺថាសំទោសខែនេះគឺចខែរបស់អ្នកទាំងពីរចចូលនឹងផ្កាយប្រសៅគឺថាផ្កាយសង្គ្រាមដែរផ្កាយប្រយុទ្ធដែរផ្កាយហិង្សាដែរផ្កាយចិត្តសឿងដែរផ្កាយតំណាក់តំណងដែរផ្កាយមានទំនាស់ជាមួយនឹងអ្នកឆ្ងាយដែរឬក៏អមិត្តដែរបាទជារឿងចម្លែកបាទអញ្ចឹងនេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាពិភពលោកដែលឈានធ្វើឲ្យថៃពិបាករាំងស្ទះក្នុងការអភិវឌ្ឍដែរហើយបញ្ហាសាំងនឹងមានការឡើងថ្លៃយ៉ាងណាយ៉ាងណីយើងនឹងតាមដានទាំងអស់គ្នាក៏ប៉ុន្តែតើដើម្បីឲ្យកម្ពុជាទប់ទល់ជាមួយនឹងបញ្ហាប្រេងសាំងឡើងថ្លៃនេះឥឡូវនេះយើងថាយើងប្រជាជនយើងអត់ដឹងថាធ្វើម៉េចទេមានតែកាត់បន្ថយផ្សេងទៅឬអន្សំចៃផ្សេងតែសម្រាប់រដ្ឋាភិបាលកម្ពុជាទាំងមូលគួរតែមានយន្តការដើម្បីរៀបចំទប់ទល់ប្រសិនបើសង្គ្រាមហ្នឹងវាអូសបន្លាយហើយវាពង្រីកកាន់តែធំទៅអញ្ចឹងយើងអាចនឹងមានករណី5ចំណុចដែលសម្រាប់យើងគួរតែត្រៀមខ្លួនបាទយើងនិយាយពីចំណុចទី1គឺអានេះខ្ញុំនិយាយមិញគឺបញ្ហារួមបន្ទាប់មកបញ្ហាតំបន់គឺប្រទេសថៃហាក់ទុនអេរយាប័តចង់សុំអង្វរកម្ពុជាឲ្យបើកច្រកព្រំដែនឡើងវិញរុស្ស៊ីពាណិជ្ជកម្មជាមួយគ្នាឡើងវិញប៉ុន្តែអត់ព្រមដកទូកុងតឺន័រអត់ព្រមដកកងទ័ពទៅរកកន្លែងដើមវិញមុនថ្ងៃសង្គ្រាមឬក៏មុនបញ្ហាកើតឡើងមុនថ្ងៃបត់ឈប់បាញ់អីចឹងណាអត់ព្រមដកហើយអត់ព្រមធ្វើប្រជុំ JBC GBC អីអត់ព្រមឲ្យបញ្ជាពេលសិនទុកពេលសិនអញ្ចឹងខ្ញុំគិតថាបើសិនជាកម្ពុជាចូលទៅតាមយល់ទៅតាមថៃខ្ញុំឃើញថាចាញ់ហើយអញ្ចឹងរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រធានជានាយករដ្ឋមន្ត្រីខ្ញុំគិតថាសម្ដេចត្រូវតែហត់នឿយហើយមែនតើគឺហត់នឿយបាទខ្ញុំក៏មានអារម្មណ៍ហត់នឿយជំនួសដែរហើយក៏មានអារម្មណ៍ហត់នឿយដូចគ្នាដែរមានអារម្មណ៍ហត់នឿយជំនួសដែរហើយបើសិនជាថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំនិងសម្ដេចធិបតីគឺដូចគ្នាបាទ
តែមិនប្រៀបធៀបអីទេណាគាត់ថាដូចគ្នាទាំងថ្ងៃទាំងខែទាំងឆ្នាំបាទចឹងខ្ញុំអាចយល់ពីអារម្មណ៍យល់ពីបេះដូងពីចង្វាក់ដែរចង្វាក់នៃការខិតខំនិងហត់នឿយហើយពាក់ព័ន្ធលើកនេះគឺជាមុខមាត់ប្រវត្តិសាស្ត្របើសិនជាបាត់ដីគឺគេឈ្មោះអាសោចអាស្រូវណាស់បងប្អូនវាគួរឲ្យអាណិតហើយជាពិសេសប្រជារាស្ត្រក្នុងជំនាន់យើងក៏រួមចំណែកដែរហើយសម្ដេចគឺជាអ្នកបញ្ឈរឈ្មោះនៅក្នុងវត្តសាស្ត្របាទអាហ្នឹងគឺអញ្ចឹងហើយយើងខំប្រឹងទាំងអស់គ្នាទៅសម្ដេចក៏ខំប្រឹងពួកយើងទាំងអស់គ្នាក៏ខំប្រឹងទៅពីព្រោះអត់មានបញ្ចាំគ្នាទេអត់មានបញ្ចាំរដ្ឋាភិបាលដោះស្រាយយើងមិនជួយអីយើងត្រូវរួមគ្នាជួយបាទជួយដើម្បីបញ្ហាកុំឲ្យបាត់បង់ទឹកដីបាទអញ្ចឹងទេជាប់វត្តសាស្ត្រទាំងអស់គ្នាមនុស្សក្នុងជំនាន់សម័យនេះដឹកនាំដោយនាយករដ្ឋមន្ត្រីឈ្មោះនេះបាត់ទឹកដីអីចឹងទៅអត់ល្អទេបាទអញ្ចឹងជួយគ្នាបាទឥឡូវពាក់ព័ន្ធជាមួយនឹងអេរិយាប័ត្រហ្នឹងគឺថៃគេចង់ទុកឲ្យបញ្ហាចំនួនកាន់កាប់ទឹកដីឬក៏ចរចាព្រំដែនអីទុកប៉ុណ្្នឹងសិនហើយបើកការរកស៊ីសិនអត់ទេយើងសុកចិត្តងាប់ទាំងអស់គ្នាយើងសុកចិត្តអត់ស៊ីរបស់ថៃវាមិនងាប់ទេឡើងថ្លៃក៏ឡើងថ្លៃចុះសុកចិត្តបាទឲ្យតែដឹងបច្ចុប្បន្ននេះគឺដាច់ច្រើនណាស់ពីមុនវានៅចេះលេះលោះនៅតែថាវាមិនដាច់ចិត្តណាអ្នកខ្លះណាមិនដាច់ចិត្តឬក៏ថាវារកអីជំនួសប្រហែលណាឥឡូវវាចាប់ដើមរៀនសំជាមួយនឹងការអត់ហើយបើអត់មានរបស់ថ្មីរបស់ថៃអត់ស៊ីបដ ாய் អត់ប្រើបដ ாய் គឺមិនប្រើដាច់ខាតហ្មងបងប្អូនបាទតលតែអញ្ចឹងបាទវាឈឺចាប់ណាស់មែនទែនទៅតោះឥឡូវគឺពាក់ព័ន្ធជាមួយនឹងយើងនិយាយពីបញ្ហាជំនួយតំបន់ហើយបញ្ហារឿងហ្នឹងយើងគឺសម្រាប់ប្រជាពលរដ្ឋខ្មែរគឺមិនចង់ទេហើយខ្ញុំជឿថាចំហរដ្ឋាភិបាលក៏មិនចង់ដែរពីព្រោះវាអត់មានផលចំណេញអីដែលកើតចេញពីការបើកព្រំដែនថៃវិញដោយការប្រមាថទេហើយម្យ៉ាងវិញទៀតប្រជាជនគឺគាត់ចិនឆ្អន់ហើយមិនចង់ប្រើប្រាស់របស់ថៃទេបាទអញ្ចឹងគឺអាចមានបានតែមន្ត្រីពុករលួយណាដែលប្រលឹមប្រឡំអញ្ចឹងទៅអាចតែមានបានតែពួកគាត់ទៅប៉ុន្តែគឺគាត់មិនមានស្មារតីចិត្តនិយមអីទេបាទឥឡូវពាក់ព័ន្ធរឿងហ្នឹងក៏រឿងហ្នឹងចោះតែខ្ញុំចង់និយាយពីបញ្ហារួមសកលជាពិសេសគឺតម្លៃប្រេងសាំងឡើងថ្លៃឬយ៉ាងណាយើងចាំមើលទាំងអស់គ្នាហើយបើសិនជាយើងនិយាយពីគោលនយោបាយបរដ្ឋាភិបាលគួរតែមានចំណុចខ្លះដើម្បីការពារដើម្បីបញ្ជៀសដើម្បីរារាំងឬដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសេដ្ឋកិច្ចរួមបាទយើងអាចនិយាយបានថាមាន5ចំណុចទៅចោះបាទទី1យើងនិយាយពីការពង្រឹងសន្តិសុខធម្មពលបាទមានន័យថាយើងបង្កើនការប្រើប្រាស់ធម្មពលកកើតឡើងវិញអាហ្នឹងអីគេបងប្អូនអាហ្នឹងគឺពាក់ព័ន្ធការប្រើធម្មពលព្រះអាទិត្យឬក៏យើងស្គាល់ថា solar បាទមួយទៀតនឹងប្រើប្រាស់ធម្មពលខ្យល់ដូចជាគេធ្វើកង្ហាល់មានតួប៊ីនមានអីទៅដែលអាចផលិតអគ្គិសនីជំនួសប្រេងឆៅឬក៏ធ្យូងថ្មបងប្អូនបាទមួយទៀតការត្រៀមបំរុងប្រេងឥន្ធនៈទុករដ្ឋនិងវិស័យឯកជនគួរមានយុទ្ធសាស្ត្រស្តុកបំរុងប្រេងឲ្យបានយូរជាងមុនបាទគួរតែមានតាមពិតទៅបើឥឡូវគឺធ្វើភ្លាមគឺអាចបញ្ហាដែរតែបើសិនជាអាចដឹងមុនគឺទុកស្តុកប្រេងឲ្យច្រើនអញ្ចឹងទៅគឺល្អបាទក៏ប៉ុន្តែនៅក្នុងរបបនៃសង្គ្រាមនេះគឺអាចក៏មានប្រេងថោកប្រេងថ្លៃដែរយើងតាមដានរបស់គ្នាទៅប៉ុន្តែបើក្នុងជាយោបល់ល្អគឺគួរតែបំរុងប្រេងទុកបាទចំណុចទី2ការប្រែសម្រួលប្រព័ន្ធដឹកជញ្ជូននិង logistics បាទការដឹកជញ្ជូនឥឡូវខ្ញុំទៅសើវរៈប៊ុនថាមួយពាក់ព័ន្ធជាមួយនឹងការប្រើឡានអគ្គិសនីក្នុងការដឹកអ្នកដំណើរពីបាត់ដំបងទៅភ្នំពេញអីគេចូលពោធិ៍សាត់សាកថ្មម្ដងទៅញ៉ាំកាទៀវញ៉ាំអីចឹងទៅហើយបន្តតានេះគឺជាការដឹកជញ្ជូនមនុស្សនៅការដឹកជញ្ជូនអីវ៉ាន់តើអាចបន្ថយឬក៏អាចប្រើឡានអគ្គិសនីឬអីក៏អីបានដែរយើងប្រើជំរុញទៅឥឡូវឃើញថារដ្ឋាភិបាលបើកឲ្យមានការហូរចូលនៅរថយន្តច្រើនហើយជាពិសេសរថយន្តចិនដែលប្រើអគ្គិសនីនេះគឺរួមចំណាយក្នុងការកាត់បន្ថយការប្រើប្រាស់ធ្វើដំណើរបាទវាជួយសំចៃដែរទិញឡានបច្ចុប្បន្នឡានមិនមែនត្រឹមតែចង់មកជិះណាគឺត្រូវមានលទ្ធភាពចាក់សាំងវាទៀតបាទហើយបើសិនជាសាំងថ្លៃយើងចំណាយខ្ពស់មែនតើមួយខែរាប់រយដុល្លារ
ចឹងបើសិនជាមានមធ្យោបាយអន្សំចៃគឺយើងប្រើអន្សំចៃហ្នឹងគឺល្អបំផុតបាទចំណុចមួយទៀតគេថាការប្រើប្រាស់ផ្លូវដែកនិងផ្លូវទឹកដឹកជញ្ជូនវាបានច្រើនជាងហើយវាតែម្ដងវាចាយធម្មពលសាំងតិចតួចអាហ្នឹងគឺជាសិទ្ធិមធ្យោបាយក្នុងការកាត់បន្ថយចំណុចទី3គឺការជំរុញផលិតផលក្នុងស្រុកឬផលិតកម្មក្នុងស្រុកបាទបងប្អូនកាត់បន្ថយការនាំចូលរូបធាតុដើមពីព្រោះថ្លៃដឹកជញ្ជូនវាថ្លៃហើយអញ្ចឹងវានឹងឡើងថ្លៃបន្តទៀតហើយប្រើប្រាស់បច្ចេកវិទ្យាអន្សំចៃធម្មពលវិញបាទរោងចក្រសហគ្រាសគួរតែតម្លើងម៉ាស៊ីនទំនើបមានប្រាគិសនីតិចប៉ុន្តែវាផលិតបានច្រើនអញ្ចឹងទៅអញ្ចឹងបច្ចេកវិទ្យាហ្នឹងគឺត្រូវតែជំរុញហើយងាកមើលឲ្យបានច្រើនបាទមួយទៀតយន្តការអន្តរាគមន៍ពីរដ្ឋាភិបាលបាទគោលនយោបាយពន្ធនិងឧបត្ថម្ភធនបាទពាក់ព័ន្ធនឹងពន្ធនាំចូលប្រេងក្នុងករណីចាំបាច់ផ្ដល់ការឧបត្ថម្ភតម្លៃអគ្គិសនីឬក៏សម្រាប់វិស្វកម្មកសិកម្មឬក៏ឧស្សាហកម្មហ្នឹងគឺត្រូវតែថ្លឹងថ្លែងវាច្បាស់លាស់បាទមួយទៀតការគ្រប់គ្រងអតិផរណាបាទនេះក៏ជាសំខាន់ដែរពាក់ព័ន្ធនឹងចរន្តសាច់ប្រាក់កុំឲ្យដើម្បីបង្ការកុំឲ្យមានតំណែងឡើងថ្លៃហួសប្រមាណតាមតម្លៃសាំងពេកជួនកាលទៅអតិថិជនយើងបងប្អូនពេលណាដែលបងប្អូនតម្លើងថ្លៃគឺស្មើនឹងសម្រាប់ខ្លួនឯងទេបាទពាក់ព័ន្ធនឹងចរន្តនៃលំហូរសាច់ប្រាក់នៅក្នុងចំនួនគឺពេលណាតម្លើងថ្លៃគឺសម្រាប់ខ្លួនឯងតែម្ដងបើសិនជាវាឡើងរួមអីទេតែអត់ជួនកាលអត់ត្រូវឡើងផងតម្លើងដែរដល់តម្លើងដែរគឺរឿងបញ្ហាធំតែម្ដងហេតុអីបងប្អូនខ្ញុំឧទាហរណ៍ពាក់ព័ន្ធឧទាហរណ៍ថាយើងលក់អ្វីរបស់មួយ unique ឧទាហរណ៍ថាឥឡូវនិយាយថាបាយទៅចោះមួយចានកន្លះដុល្លារមនុស្សមកញ៉ាំច្រើនណាមកញ៉ាំច្រើនមែនតើស្រាប់តែយើងអត់មានអីត្រូវឡើងផងយើងនាំគ្នាឡើង1ដុល្លារអញ្ចឹងចាប់ផ្ដើមកាត់បន្ថយអ្នកញ៉ាំហើយបើតម្លើងទៀតកាត់បន្ថយអ្នកញ៉ាំទៀតបិទថាឧទាហរណ៍ថា$100មក100នាក់ដល់ស្រាប់តែឡើងកន្លះដុល្លារឡើងមក100នាក់អញ្ចឹងបាន$50ដល់ពេលឡើង$1មកតែ50នាក់វិញបាត់អស់50មក50យើងបាន$50ដែរអត់ឡើងណាដល់ស្រាប់តែឡើង$2បាត់អ្នកការគ្រប់គ្រងពីគេថាមកបានត្រឹមតែ25នាក់អញ្ចឹង25គុណនឹង$2បាន50ដែរតែយើងបាត់មនុស្សក្នុងចំនួនអាជីវកម្មលុយមិនមែនសំខាន់ជាងមនុស្សទេមនុស្សជាអ្នកឲ្យលុយយកចិត្តថែទាំជំរុញគ្រប់គ្រងឲ្យតម្លៃលើមនុស្សឬគេហៅថាអតិថិជនហ្នឹងគឺស្មើនឹងបានលុយតែបើសិនជាសម្គាល់ចង់បានតែលុយតែបាត់មនុស្សបាត់អតិថិជនបាទរឿង business គឺអញ្ចឹងបាទចំណុចហ្នឹងគឺជាចំណុចសំខាន់អញ្ចឹងកុំតម្លើងថ្លៃហើយអតិផរណាហ្នឹងគឺធនាគារបាទមួយទៀតការធ្វើពិពិធកម្មទីផ្សារនឹងប្រើធម្មពលបាទនឹងប្រើនឹងប្រភពធម្មពលបាទស្វែងរកប្រភពនាំចូលវិញបាទកន្លែងនេះគឺសំខាន់ដែរកុំពឹងផ្អែកទៅលើមជ្ឈមបូព៌ាពេកបាទមជ្ឈមបូព៌ាគឺអាចនឹងរាំងស្ទះនៅច្រកហឺមឺសរបស់អ៊ីរ៉ង់នឹងឯងហើយប្រេងសាំងអ៊ីរ៉ង់ក៏នឹងអាចមានបញ្ហាដែរអញ្ចឹងគឺកាលណាបើទាញយកប្រេងសាំងពីខាងហ្នឹងគឺនឹងបញ្ហាបាទតែយើងឮថាផ្គត់ផ្គង់ពីសិង្ហបុរីអីក៏ដោយសិង្ហបុរីគាត់បានមកពីណាបាទនេះជាចំណុចមួយដែលបាទជាសរុបមកពាក់ព័ន្ធជាមួយនឹងបញ្ហាទប់ទល់ក្នុងស្ថានភាពសង្គ្រាមដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាគឺពាក់ព័ន្ធជាមួយនឹងតម្លៃប្រេងបាទបើសិនជាប្រេងនឹងប្រែប្រួលយ៉ាងណាយើងចាំតាមដានទាំងអស់គ្នាទៅណាហើយសម្រាប់តែយើងកុំឲ្យធ្វើដូចប្រទេសគេគឺថាសម្រុកទៅទិញទៅបូមទៅដឹកទៅចាក់ទៅប្រទៀងបតងគ្នាឆ្លោះគ្នាអញ្ចឹងណាកុំអញ្ចឹងអីបាទអញ្ចឹងចំណុចនេះគឺជាពាក់ព័ន្ធជាមួយនឹងសុខទុក្ខប្រទេសយើងហើយឥឡូវនេះស្ថានភាពនៅកម្ពុជាយើងវាហាក់បីដូចជាថយកម្ដៅហើយទាំង content creator ឬក៏សារព័ត៌មានឬក៏ស្អីហ្នឹងគឺងាកចាប់អារម្មណ៍ទៅលើបញ្ហាមជ្ឈមបូព៌ាអញ្ចឹងរឿងកម្ពុជាយើងកំពុងតែដើរតួនាទីនៅក្នុងផ្លូវច្បាប់ហើយឲ្យគេអន្តរាគមន៍បាទអន្តរាគមន៍រឿងកម្ពុជាជាមួយនឹងថៃនឹងយើងធ្វើមធ្យោបាយច្បាប់នៅតែប្រើតាក់ទងនឹងការទូត
តែសម្រាប់ឲ្យការប្រើចម្បាំងលើសមរភូមិជៀសបានគឺយើងជៀសទៅបាទมันល្អទេប្រជាជនយើងនៅរងទុកដោយការភៀសសឹកមិនតាន់បាត់ផងណាបងប្អូនណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងជាការចែករំលែកជំវិញពិភពលោកជំវិញប្រទេសកម្ពុជានិងប្រទេសថៃទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូនចូលចិត្តហើយជួយ share ចែករំលែកទាំងអស់គ្នាជួបគ្នាក្នុងវីដេអូក្រោយសូមអរគុណ